2024 Harley Davidson Rogueline FLT RX គឺជាការកែប្រែដ៏ធំមួយក្នុងត្រកូល Rogueline ដែលវាមានម៉ាស៊ីនកម្លាំង 1923cc កម្លាំងសេះ 105 horsepower រង្វិលជុំ 3250 rpm និងកម្លាំងរមួល 130 pound-feet ហើយក្នុងវីដេអូមួយនេះយើងនឹងទៅមើលពីសកម្មភាពបើកទូជូនអតិថិជនដែលបានប្រើប្រាស់សេវាកម្មយានយន្តពី Auto US Direct ដែលពួកយើងគឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មទៅលើការកម្មនាំចូលនិងជួយដេញថ្លៃរថយន្តក៏ដូចជាម៉ូតូគ្រប់ប្រភេទពីអាមេរិកមកកម្ពុជានៅក្នុងតម្លៃដើមដោយផ្ទាល់អញ្ចឹងមិនថាអតិថិជនរបស់យើងចង់បានប្រភេទម៉ូតូបែបម៉េចផលិតនៅក្នុងឆ្នាំណា model អ្វីយើងសុទ្ធតែអាចជួយរកនិងកម្មជូនបានទាំងអស់ហើយក្រុមហ៊ុនយើងក៏មានការធានារកការខូចខាតនៅក្នុងកំឡុងពេលដឹកជញ្ជូនផងដែរជាក់ស្ដែងដូចជាម៉ូតូមួយគ្រឿងនេះអញ្ចឹងបន្ទាប់ពីរងចាំប្រហែលជាខ្ទង់3ខែម៉ូតូបានដឹកមកដល់ទីតាំងបើកទូនៅភ្នំពេញនិងបានប្រគល់ជូនអតិថិជននៅទីតាំងបើកទូផ្ទាល់តែម្ដងអញ្ចឹងយើងនឹងមកដឹងពីស្ពេចត្រួសរបស់ម៉ូតូនេះទាំងអស់គ្នាសម្រាប់ឆ្នាំ2024នេះ Harley Davidson បានបញ្ចូលគ្នានៅ model Standard Special និង ST ទៅជា model តែមួយដែលបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបជាច្រើន model ថ្មីនេះវាមានការរចនាផ្នែកខាងមុខថ្មីទាំងស្រុងម៉ាស៊ីនធំកម្លាំងខ្លាំងជាងមុនព្រមទាំងមានបច្ចេកវិទ្យាទំនើបចុងក្រោយផងដែរវាមានទម្ងន់ស្រាលជាង Rogueline Special ចំនួនមុនប្រហែលជា7គីឡូក្រាមដែលធ្វើឲ្យវាមានការបង្កើនល្បឿននិងការបត់បែនមានភាពប្រសើរជាងមុនសម្រាប់ model ឆ្នាំ2024នេះបំពាក់មកជាមួយនឹងម៉ាស៊ីន Milwaukee X 117ដែលពីមុនមានតែនៅលើ model CVO ឬ ST ប៉ុណ្ណោះហើយវាមានប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីនដោយទឹកស្អំផ្នែកក្បាលមុខដែលជាប់ជាមួយនឹងតួត្រូវបានរចនាថ្មីយកលំនាំតាមក្បាលត្រីឆ្លាមរូបរាងកាជាងមុននិងកាត់បន្ថយការបោកទប់ខ្យល់មកលើអ្នកបើកបរបានរហូតដល់ 60% ចង្គៀងមុខ LED មានទំហំធំជាងមុនហើយភ្លើងសញ្ញោត្រូវបានបង្កប់ជាប់នៅខាងក្នុងផ្នែកខាងមុខតែម្ដងបំពាក់មកជាមួយនឹងកង់អាលុយមីញ៉ូមរចនាថ្មីខាងមុខទំហំ19អ៊ីងនិងខាងក្រោយទំហំ18អ៊ីងវាភ្ជាប់មកជាមួយនឹង speaker ថ្មីនៅផ្នែកខាងមុខទាំងសងខាងនិងអំភ្លីកម្លាំង200វ៉ាត់ផងដែរកុំព្យូទ័រចាស់ៗត្រូវបានលុបចោលទាំងស្រុងហើយជំនួសមកវិញនៅអេក្រង់ digital ទំនើបដែលដំណើរការដោយប្រព័ន្ធ Skyline OS ថ្មីអេក្រង់ touch screen ដ៏ធំទំហំ 12.3 អ៊ីងដែលអាចបង្ហាញនូវព័ត៌មានពីល្បឿនផែនទី GPS និងប្រព័ន្ធកម្សាន្តផ្សេងៗបានយ៉ាងច្បាស់ល្អមានមុខងារបើកបរ4ផ្សេងគ្នាដូចជា Road Sport Ran និង Custom ដោយមុខងារទាំងអស់នេះសម្រួលទៅដល់កម្លាំងម៉ាស៊ីននិងប្រព័ន្ធហ្វ្រាំងតាមស្ថានភាពផ្លូវវាមានហ្វ្រាំងឌីសមួយគូជាមួយនឹងប្រព័ន្ធសុវត្ថិភាព ABS និង Traction Control ផងដែរត្រឡប់មកសម្រាប់ model 2024 Harley Davidson FLTRX នេះគឺជាការរួមបញ្ចូលគ្នានៃ model Special និង ST អញ្ចឹងបើសិនជាលោកអ្នកកំពុងតែស្វែងរកម៉ូតូធំដែលមានកម្លាំងខ្លាំងម៉ាស៊ីនត្រជាក់ជាងមុននិងបច្ចេកវិទ្យាទំនើបជាងមុននេះគឺជាជម្រើសដ៏ល្អមួយសម្រាប់លោកអ្នកហើយបើចង់ធ្វើការកម្មម៉ូតូដូចខាងលើនេះអាចទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងបានឬក៏ឆាតចូលមកកាន់ Page ផ្ទាល់ដើម្បីសាកសួរព័ត៌មានបន្ថែម